ជួសได้ណាតើគ្នាគ្រាន់តែបើកក្បាលវីដេអូមកដឹងថាប្លែកហ្មងទៅថ្ងៃនេះបងប្អូននាំអ្នកទាំងអស់គ្នាទៅរីសតលាក់ខ្លួននៅលើជើងភ្នំម្ដងអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នានៅនេះផងដែរគេបែងចែកជាវីឡាអ្នកទាំងអស់គ្នាវីឡាគេហ្នឹងសុទ្ធតែមានឈ្មោះទៀតហើយវីឡាទី1ដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហ្នឹងមានឈ្មោះថា Prada Villa ហើយ Prada Villa នេះផងដែរគេមកជាសេតហ្មងអ្នកទាំងអស់គ្នាមានតាំងពីចក្រានមានតាំងពីកន្លែងអង្គុយលេងមានវេរ៉ង់ដែរទេសភាពវិញខ្ញុំឲ្យអ៊ុយហ្មងហើយសម្រាប់អ្នកហៅខេពីអីអ្នកទាំងអស់គ្នាអាចคลิกមើល Sister Villa បាននិយាយទៅគេមកជាលក្ខណៈ set ដូចគ្នាគ្រាន់ថា Sister Villa នេះគ្រាន់ថាគេធ្វើទូចមែនប៉ិតប៉ុន្តែគេបែងចែក living room ហើយនិង bedroom គេមានខេពីហើយនិងភាពអីចឹងណាអ្នកទាំងអស់គ្នានិយាយទៅមក set ដូចដែលខ្ញុំដាក់នៅក្នុងវីដេអូនេះចឹងសម្រាប់ Villa ទី3វិញមានឈ្មោះថា Tree House Villa អ្នកទាំងអស់គ្នាគឺមកលក្ខណៈ2ជាន់អ្នកទាំងអស់គ្នាអាចមើលជាក់ស្ដែងបាននិយាយមែនណាគឺស្អាតមែនតែម្ដងសំខាន់អ្នកទាំងអស់គ្នាអាចកេងខាងលើហើយអាចរំហាយកាយនៅយោងខាងមុខនឹងទៀតបើមកជុំគ្នាជាមួយមិត្តភក្តិគ្រួសារអីវិញអាចធ្វើអីញ៉ាំសាច់អាំងនៅក្រោមនឹងបានទៀតនិយាយទៅ chill មែនតែហ្មងណាហើយនេះគឺជាភោជនីយដ្ឋាននៅក្នុង resort ហ្នឹងអ្នកទាំងអស់គ្នាស្អាតមែនតែតោះយើងមើលភោជនីយដ្ឋានតែប៉ុណ្្នឹងបាននេះយើងទៅមើល villa មួយទៀត villa នេះផងដែរខ្ញុំ highly recommend ឲ្យអ្នកទាំងអស់គ្នាមក by family ឬក៏ friend ណាអ្នកទាំងអស់គ្នាដឹងតែសប្បាយមកសំខាន់ណាគេមាន2ជាន់អ្នកទាំងអស់គ្នាហើយវា connect ជាមួយនឹង villa មួយទៀតដែលនៅជិតនឹងដែរហើយ villa នេះផងដែរមានឈ្មោះថា Rocky Monkey ហ្នឹងគឺ villa ធំណាអ្នកទាំងអស់គ្នាដែលមាន2ជាន់ដែលអ្នកទាំងអស់គ្នាអាចមើល facility គេបាននិយាយមែនណាខាងមុខនេះវិញអ៊ុយហ្មងហើយបើខាងក្នុងវិញអ្នកទាំងអស់គ្នាមើលជាក់ស្ដែងទាំងចក្រានទាំងអីបើបន្ទប់គេងវិញជាន់ក្រោមនិងជាន់លើទេសភាពកប់ដូចគ្នាតែម្ដងហើយនេះគឺជា connect villa ដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាគឺគេធ្វើចេញមកបែបលក្ខណៈ couple អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកអ្នកក៏អាចមកគេងនឹងបានដែរសំខាន់ Rocky Monkey គឺធំមែនតើហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបាទខ្ញុំ highly recommend អ្នកទាំងអស់គ្នាឲ្យមកជា friend ឬក៏ family នៅក្នុង villa មិនធម្មតាស្អាតទេអ្នកទាំងអស់គ្នាសំខាន់ណាស់បរិយាកាសជុំវិញហ្នឹងគេ decorate ឡើងស្អាតទៀតហើយ villa មួយសុទ្ធតែមានកន្លែង chilling ហើយទេសភាពស្អាតទាំងអស់សំខាន់ណាស់ឆ្កានបាយមានចានមានអីគ្រប់គ្រឿងឲ្យអ្នកទាំងអស់គ្នាហ្មងបាច់បារម្ភមេហើយមកនេះអ្នកទាំងអស់គ្នាបាច់បារម្ភថាអើយមកតែគេងលេងហ្នឹងអូយបាច់ភ័យទេអ្នកទាំងអស់គ្នានៅនេះអ្នកទាំងអស់គ្នាមាន activity ច្រើនណាស់ដែលអ្នកទាំងអស់គ្នាអាចធ្វើបានតែអ្នកទាំងអស់គ្នាចង់ដើរគឺខាង resort គាត់រៀបចំឲ្យហ្មងដូចនៅក្នុងវីដេអូនេះជាក់ស្ដែងគាត់នាំពួកខ្ញុំទៅ hiking អ្នកទាំងអស់គ្នាឡើងលើភ្នំនៅលើភ្នំនេះផងដែរទេសភាពស្អាតមែនតែនហ្មងអ្នកទាំងអស់គ្នាសំខាន់ណាស់ចង់មកពីលើភ្នំហ្នឹងគាត់នាំទៅទិញត្រេនញ៉ាំនៅក្នុងភូមិទៀតនិយាយមែន fresh ស្លាប់ហ្មងហើយសំខាន់គាត់នាំទៅលេងកាយ៉ាក់ដែរលេងកាយ៉ាក់នេះគឺលក្ខណៈបែបអ្នកភូមិហ្មងហើយបើសិន set cocktail នៅមុខអាងទឹកនេះវិញអ្នកទាំងអស់គ្នាមើលទេសភាពពើបានញ៉ាំ cocktail ជុំគ្នាជាមួយមិត្តភ័ក្តិហើយបានមើលទេសភាពស្អាតទៀតបើចង់លេងទឹកក៏បានដែរហើយនេះដូចអីដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាចឹងបើសិនជាអ្នកទាំងអស់គ្នាមកនេះវិតតែម្ហូបមកគឺគេមានគ្រប់គ្រឿងឲ្យអ្នកទាំងអស់គ្នាមកចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្ត resort នេះកុំភ្លេច save ហើយ share ទុកផងណា resort នេះផងដែរមានឈ្មោះថា Payana ចឹងបើមាន plan ទៅលេងកពតកុំភ្លេច book Payana គេងទាំងអស់គ្នាណាបាយ